សុស្ដីបងបងថ្ងៃនេះមកស្លប្រហើរថ្នោតឲ្យប្លែកមកម្ដងព្រោះខានហូបយួរបងបងអើយហើយសម្លប្រហើរថ្នោតយើងបងមួយចំនួនគឺគាត់តែងតែខាសម្លប្រហើរនិងសម្លប្រត់សម្លក់គឺដូចគ្នាតែសម្រាប់មុខម្ហូបដែលខ្ញុំធ្វើគឺខុសគ្នាបងកកោគឺដូចថាកកោបុកគ្រឿងអញ្ចឹងទៅហើយប្រហើរគឺបុកគ្រឿងស្លឹកគ្រៃអញ្ចឹងណាបងហើយសម្លក់គឺយើងញីស្លឹកវាបង់អញ្ចឹងទៅហើយសម្លកកោគឺមានដូចជាកកោធម្មតាកកោខ្ទិះសម្លប្រហើរក៏មានសម្លប្រហើរធម្មតាហើយប្រហើរខ្ទិះដូចគ្នាដែរហើយសម្លក៏ខុសគ្នាដែរបងនិយាយទៅបងកាន់តែច្បាស់បងចូលទៅមើល channel នេះខ្ញុំទាំងអស់គ្នាដើម្បីកាន់តែច្បាស់អញ្ចឹងណាតោះឥឡូវកុំឲ្យខាត់ពេលយូរមកមើលការគ្រឿងផ្សំសម្លប្រហើរថ្នោតទាំងអស់គ្នាបងខ្ញុំមានកូនត្រីហើយនឹងសាច់ជ្រូក3ជាន់ដូចខ្ញុំអញ្ចឹងមកបងហើយនេះគឺជាបន្លែថ្នោតហើយបន្តមកទៀតនេះជាគ្រឿងបុកគឺមានស្លឹកគ្រៃរំដេងខ្ជាយរមៀតហើយនឹងខ្ទឹមសបុកឲ្យម៉ត់ហើយចាំដាក់ខ្ទឹមសយើងតាមក្រោយអញ្ចឹងណាបងហើយនេះគឺជាទឹកអង្ករបងយកអង្ករយើងត្រាំឲ្យរីកហើយយកទៅបុកឲ្យលាយទឹកដូចខ្ញុំអញ្ចឹងមកហើយខ្ញុំបានដាក់ដាំទឹកមុនអញ្ចឹងណាបងឥឡូវទឹកខ្ញុំបានពុះហើយបន្តមកបងជ្រុំប្រហុកបងជ្រុំប្រហុកយើងហើយបន្តមកទៀតបងសាច់យើងចូលមកហើយក្របវារងាស់វាឲ្យពុះសិនណាបងបន្តទៅទឹកយើងពុះហើយបន្តមកទៀតបងទឹកអង្ករដែលយើងបុកអង្ករបុកយើងហ្នឹងបងប្អូនដាក់វាដូចខ្ញុំអញ្ចឹងមកហើយបន្តមកទៀតដាក់គ្រឿងបុកយើងចូលដាក់គ្រឿងបុកយើងចូលហើយដាក់បន្លែថ្នោតយើងចូលអញ្ចឹងមកបងហើយកូរវាបន្តិចទៅហើយក្របវាសិនណាបងរងាស់វាឲ្យពុះឥឡូវសឡខ្ញុំបានពុះហើយបងអើយក្លិនឈ្ងុយហ្មងសម្លប្រហើរថ្នោតយើងបងហើយបន្តមកទៀតបងកូនត្រីយើងចូលមកហើយកូនត្រីគឺកូនត្រីស្រ័យទេបងអើយនិយាយទៅគឺចិត្តសាហាវហ្មងណាតោះឥឡូវបន្តបងគ្រឿងជាមួយនឹងខ្ញុំបន្តទៀតខ្ញុំបានបងប៊ីចេងបន្តិចម្សៅស៊ុបហើយនឹងស្ករសសម្រាប់ប៊ីចេងបងអត់ពិសាបងមិនដាក់ទេហើយខ្ញុំបានដាក់ទឹកត្រីបន្តិចចឹងណាបងហើយក្របវាពី3នាទីទៅលើបានពុះហើយបងអើយនិយាយពីថាសម្លប្រហើរថ្នោតនេះជះក្លិនឈ្ងុយហ្មងណាបងនិយាយទៅឈ្ងុយក្លៀនហ្មងណាចង់ញ៉ាំម្ដងទៀតអញ្ចឹងណាតើឥឡូវភ្លក់រសជាតិទាំងអស់គ្នាបងខ្ញុំបានភ្លក់រសជាតិហើយនិយាយទៅគឺឆ្ងាញ់អត់ថែមថយគ្រឿងទៀតទេហើយជាចុងក្រោយនោះគឺបងបន្លែពណ៌បៃតងយើងអញ្ចឹងណាបងមានដូចជាផ្ទីស្លឹកបាសបងដូចខ្ញុំអញ្ចឹងមកសម្រាប់វីដេអូនេះបើសិនបើបងប្អូនបានចូលមើលពីដើមរហូតដល់ចប់បងប្អូនកុំភ្លេច Subscribe Channel នេះខ្ញុំម្នាក់មួយផងដើម្បីមានវីដេអូក្រោយៗបងប្អូនបានឃើញមុនគេអញ្ចឹងណាសូមអរគុណ